រៀបសួរពុកម៉ែមីងអ៊ំបងប្រុសបងស្រីបងប្រុសប្រុសស្រីទាំងអស់គ្នាថ្ងៃនេះខ្ញុំបានលើកយកមន្តគាថាមួយទៀតហើយគឺជាមន្តគាថាស្នេហ៍កូនក្រក់មន្តគាថានេះមានឫទ្ធិខ្លាំងពូកែមន្តគាថានេះគឺគេប្រើសម្រាប់ដាក់ស្នេហ៍ឬក៏ដាក់ស្នេហ៍ឲ្យគេចូលចិត្តស្រឡាញ់យើងទៅទីណាក៏គេស្រឡាញ់ចូលចិត្តយើងជាពិសេសអ្នកដែលលក់ដូរឬក៏អ្នកធ្វើការងារឯកជនឬក៏រដ្ឋដែលមានទំនាក់ទំនងឬក៏ចុះទៅជួបភ្ញៀវឬក៏ជួបអ្នកធំអ្នកទូចគឺយើងប្រើមន្តគាថានេះគឺមានឫទ្ធិពូកែយើងទៅទីណាគឺមានអ្នកស្រឡាញ់និងអ្នកចូលចិត្តយើងមន្តគាថានេះផងដែរប្រសិនបើជាពុកម៉ែមីងអ៊ំបងប្រុសបងស្រីដែលមានគេស្អប់គេមិនចូលចិត្តគេខ្ពើមយើងអាចប្រើមន្តគាថានេះបានយើងទៅទីណាក៏គេមានអ្នកស្រឡាញ់និងចូលចិត្តរាប់អានយើងដែរមន្តគាថានេះមានឫទ្ធិតេជះឬក៏មានឫទ្ធីនៅពេលដែលយើងផ្គប់យើងភ្ជាប់ព្យួនយើងគោរពបូជាបានល្អអញ្ចឹងដើម្បីឲ្យមន្តគាថានេះខ្លាំងពូកែពុកម៉ែមីងអ៊ំទាំងអស់គ្នាត្រូវប្រតិបត្តិឲ្យបានភ្ជាប់ព្យួនជាពិសេសរៀងរាល់ថ្ងៃសិលគឺយើងត្រូវតែមានការអុជធូបបូជាផ្លែឈើផ្កាម្លិះរៀងរាល់ថ្ងៃសិលប្រតិបត្តិរៀងរាល់ថ្ងៃសិលហើយយើងសូត្រមន្តគាថានេះប្រសិនបើជាពុកម៉ែមីងអ៊ំទាំងអស់គ្នាបងប្អូនបងស្រីទាំងអស់គ្នាគ្មានពេលរៀងរាល់ថ្ងៃទេគឺយើងអាចសូត្រដាស់មន្តគាថានេះរៀងរាល់ថ្ងៃសិលហើយយើងយកក្រមួនឬក៏យកទឹកអប់ប្រេងច័ន្ទឬក៏ការ៉េមក្រែមហ្នឹងយកមកដាស់សូត្រដាស់រៀងរាល់ថ្ងៃសិលនោះយើងនឹងគាថានេះនឹងខ្លាំងពូកែចឹងមុននឹងចូលទៅដល់គាថាសូមពុកម៉ែមីងអ៊ំបងប្រុសបងស្រីនិងបងប្រុសបងស្រីទាំងអស់ដែលចូលចិត្តនឹងតាមដានទៅលើវីដេអូខ្ញុំបាទសូមជួយចុច like ចុច subscribe ទៅលើវីដេអូខ្ញុំបាទផងដើម្បីទទួលបាននៅវីដេអូថ្មីៗនិងជាកម្លាំងចិត្តមកដល់ខ្ញុំបាទដើម្បីឲ្យរកគាថាល្អៗនិងមុនគាថាខ្លាំងពូកែបន្ថែមទៀតហើយបើសិនជាពុកម៉ែមីងអ៊ំបងប្រុសបងស្រីដែលថ្មីដែលមិនទាន់បានចុច like ចុច subscribe សូមជួយចុច like ជួយចុច subscribe Channel YouTube របស់ខ្ញុំបាទផងមន្តគាថានេះគឺជាមន្តគាថាស្នេហ៍កូនក្រក់អញ្ចឹងគាថានេះគឺខ្លាំងពូកែអញ្ចឹងមុននឹងចូលទៅដល់គាថាសូមពុកម៉ែមីងអ៊ំទាំងអស់គ្នាត្រូវសូត្រអ្នកមោ3ចប់សិនប៉ុន្តែមុននឹងសូត្រអ្នកមោសូមបើកវងកញ្ចក់បន្តិចពុកម៉ែមីងអ៊ំទាំងអស់គ្នាបងប្រុសបងស្រីទាំងអស់គ្នាសូមកុំអស់រំលងឬក៏ខាទៅដល់គាថាតែមកព្រោះពេលខ្លះនៅពេលដែលយើងរៀនយើងអត់បានស្ដាប់នៅដំណំឬក៏ការណែនាំទេយើងធ្វើឲ្យការរៀនសូត្ររបស់យើងវាបែកនៅពេលវាបែកវាពិបាកអញ្ចឹងយើងត្រូវតែស្ដាប់វីដេអូពីដើមរហូតដល់ចប់ដើម្បីឲ្យយើងដឹងថាគាថាហ្នឹងដំណំវាខ្លះការប្រតិបត្តិហ្នឹងវាគេខ្លះអញ្ចឹងអានេះជាការបើកវងកញ្ចក់បាទខ្ញុំបាទអញ្ចឹងក្នុងបំណងគាថាហ្នឹងគឺដំណំទី1គឺយើងហាមយកទៅប្រើនៅមុនគាថាវាមាន2ផ្លូវគឺផ្លូវល្អនិងផ្លូវអាក្រក់អញ្ចឹងយើងអាចយកមុនគាថាហ្នឹងទៅ
ប្រើនៅក្នុងផ្លូវអាក្រក់ទេយើងចង់ដាក់បុគ្គលណាម្នាក់យកមកតែបំរើមកពេលអាហ្នឹងគឺអត់ត្រឹមត្រូវទេអញ្ចឹងគេថានេះគឺយើងប្រើសម្រាប់យើងដាក់ឲ្យគេចូលចិត្តស្រឡាញ់ហើយយើងដាក់នៅពេលដែលយើងចង់រហូតដល់យើងចង់ឲ្យបុគ្គលនឹងស្រឡាញ់យើងពេលយើងសូត្រទៅគឺយើងអឺរំលឹកឈ្មោះគេហើយជាមួយនឹងថ្ងៃខែឆ្នាំកំណើតគេទៅហើយហាមដាច់ខាតដល់ពេលដែលយើងសូត្រហើយយើងយកមកគេមកផ្ដេសផ្ដាស់យើងយកគេមកផ្លែតអាហ្នឹងគឺហាមដាច់ខាតហើយដំណំគឺយើងហាមញ៉ាំសាច់ឆ្កែផ្លែស្ពឺផ្លែឃ្លោកអាហ្នឹងគឺជាដំណំធំហើយបើចង់ឲ្យគេថានឹងខ្លាំងពូកែគឺយើងត្រូវតែរៀបចំនៅកន្លែងរបស់យើងហ្នឹងគឺអាសាអុជធូបទៅរៀងរាល់ថ្ងៃសិលអាសាអុជធូបអាសាបូជាទៅអាហ្នឹងគេថាដែលយើងរៀនហ្នឹងគឺខ្លាំងពូកែហើយអញ្ចឹងមុននឹងចូលដល់គាថាគឺយើងសូត្រអ្នកមោ3ចប់សិនអញ្ចឹងយើងសូត្រអ្នកមោទាំងអស់គ្នាអ្នកមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈអ្នកមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈអ្នកមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនៅពេលដែលយើងសូត្រអ្នកមោ3ចប់រួចយើងចូលទៅដល់គាថានេះគឺយើងសូត្រ7ចប់យើងសូត្រ7ចប់អញ្ចឹងយើងចូលទាំងអស់គ្នាកូនក្រក់កូនស្នេហ៍កូនព្រាយមុនស្នេហ៍មុខមាសព្រាយពីសនគរមុនស្នេហ៍មើលមុខមកព្រាយហោះព្រាយហើរព្រាយដើរលើដីបារមីអ្នកតាទួចធំបង្គំមុនស្ដេចគ្រូស្នេហ៍ស្ដេចអំពើខ្មៅព្រាយក្បាល8ព្រាយក្រឡាភ្លើងសូមដេចចេះឫទ្ធិបារមីអង្គប្រុសស្រីមូមកនៃឫទ្ធិអហិមៈអញ្ចឹងគេថានឹងគឺយើងសូត្រ7ចប់ពេលយើងសូត្រ7ចប់រួចយើងផ្លុំដាក់ក្រមួនទឹកអប់ឬក៏ប្រេងច័ន្ទដើម្បីយកមកលាបនៅលើមុខឬក៏លាបនៅលើចិញ្ចើមនិងអ្វីមាត់របស់យើងអញ្ចឹងយើងសូត្រម្ដងទៀតបញ្ជាក់មួយកូនក្រក់កូនស្នេហ៍កូនព្រាយមុនស្នេហ៍មុខមាសព្រាយមុនស្នេហ៍មុខមាសស្នេហ៍ពីសនគរមុនស្នេហ៍មើលមុខមកព្រាយហោះព្រាយហើរព្រាយដើរលើដីបារមីអ្នកតាទួចធំបង្គំមុនស្ដេចគ្រូស្នេហ៍ស្ដេចអំពើខ្មៅព្រាយក្បាល8ព្រាយក្រឡាភ្លើងសូមដេចជះឫទ្ធិបារមីអង្គប្រុសស្រីមូមកនៃឫទ្ធិអហិមៈអញ្ចឹងយើងសូត្រម្ដងទៀតកូនក្រក់កូនស្នេហ៍កូនព្រាយមុនស្នេហ៍មុខមាសព្រាយមុនស្នេហ៍មុខមាសស្នេហ៍ពីសនគរស្ដេចព្រាយសុំម្ដងទៀតកូនក្រក់កូនស្នេហ៍កូនព្រាយមុនស្នេហ៍មុខមាសស្នេហ៍ពីសនគរមុនស្នេហ៍មើលមុខមកព្រាយហោះព្រាយហើរព្រាយដើរលើដីបារមីអ្នកតាទួចធំបង្គំមុនស្ដេចគ្រូស្នេហ៍ស្ដេចអំពើខ្មៅព្រាយក្បាល8ព្រាយក្រឡាភ្លើងសូមដេចជះឫទ្ធិបារមីអង្គប្រុសស្រីមូមករកនៃឫទ្ធិអហិមៈអញ្ចឹងគាថាហ្នឹងគឺយើងសូត្រ7ចប់ជាចុងក្រោយខ្ញុំសូមអរគុណពុកម៉ែមីងអ៊ំទាំងអស់គ្នាដែលតាមដានទៅលើ channel ខ្ញុំបាទហើយអរគុណដែលជួយចុច like subscribe ទៅលើ channel ខ្ញុំបាទបើសិនជាខ្ញុំបាទនិយាយឬក៏សូត្រទៅខុសឬក៏មានកន្លែងណាខុសឆ្គងកន្លែងណាសូមពុកម៉ែមីងអ៊ំបងប្រុសបងស្រីបងប្រុសបងស្រីទាំងអស់សូមអភ័យទោសទុកជាមុនជាចុងក្រោយសូមអរគុណពុកម៉ែមីងអ៊ំទាំងអស់សូមអរគុណសូមជម្រាបលា